ព្រះចៅអធិរាជខ្ញុំនឹងសៀនសំគ្នាអត់មិនមែនទ្រង់ជាអ្នកសម្រេចទេខ្លាមធំកញ្ជ្រោងតូចអាងសមត្ថភាពប៉ុណ្ណឹងហ៊ាននិយាយពាក្យប្រហើនទីបំផុតព្រះចៅអធិរាជបានវាយប្រហារលើសិនសៀងហើយដោយសារតែពេលគេនាំសៀនចេញទៅក៏បានជួបព្រះចៅអធិរាជមកខាត់ទោះបីសិនសៀងធ្លាប់ឈ្នះវាងឈឹងនៅថ្ងៃដំបូងក៏ដោយតែបើធៀបនឹងពួកខ្លាំងជំនាន់ធានអ៊ូគឺនៅខុសគ្នាឆ្ងាយណាស់ក្នុងភ្នែកព្រះចៅអធិរាជកម្លាំងរបស់សិនសៀងគឺដូចជាស្រមោចអញ្ចឹងឯងគ្មានបានការបែបនេះនៅចង់នៅជាមួយសៀនទៀតឯងមានតែបំផ្លាញអនាគតនាងទេមិននៅក្នុងណានអ៊ូតូចតាចនេះទេព្រះចៅអធិរាជមានបំណងល្អទេមិនខ្វល់ថាពីមុនមានកិច្ចសន្យារៀបការយ៉ាងណាតែបើតាមទេពកោសល្យរបស់សៀនទៅថ្ងៃមុខនាងនឹងមានអនាគតល្អសិនសៀងមិនអាចឈោងចាប់នាងបានទេឲ្យតែឯងយល់ព្រមចាក់ចេញពីសៀនយើងនឹងលើកលែងជីវិតឯងមិនអាចទៅរួចទេខ្ញុំដាច់ខាតមិនចាក់ចេញពីសៀនឡើយចង់ស្លាប់អេព្រះចៅអធិរាជប្រើកម្លាំងវាយប្រហារគូស្នេហ៍មួយគូនេះក្នុងភ្នែកនាងសិនសាងដែលកើតនៅណានអ៊ូគឺដូចជាកង្កែបក្នុងបាតអណ្ដូងតែនឹកស្មានមិនដល់ថាកង្កែបមួយនេះមានថាមពលដុំហិមាមិនត្រឹមតែអាចក្រោកឈរក្រោមសម្ពាធថែមទាំងហ៊ាននិយាយពាក្យសម្ដីខ្លាំងទៀតនឹងមានថ្ងៃមួយខ្ញុំនឹងក្លាយជាអ្នកខ្លាំងបំផុតក្នុងលោកនេះសម្ដីធំមិនធម្មតាសិនសៀងនឹកស្មានមិនដល់ថាក្រោយនិយាយចប់មិនត្រឹមតែមិនត្រូវគេធ្វើបាបព្រះចៅអធិរាជថែមទាំងបដូរអាកប្បកិរិយាទៀតបើឯងអាចទ្រាំបានមួយធូបឆេះយើងនឹងមិនខាត់ឯងទេសម្រេចអញ្ចឹងចោះចាប់ផ្ដើមក្រោយមួយធូបឆេះឃើញថាតាមពិតព្រះចៅអធិរាជគ្រាន់តែសាកល្បងគេទេសិនសៀងបង្ហាញថាគេពិតជាស្រឡាញ់សៀនស្មោះក្រោយមកសៀនទៅធានអ៊ូនឹងទទួលបានផលល្អការបែកគ្នាធ្វើឲ្យសិនសៀងកាន់តែខំប្រឹងត្រឹមតែប៉ុន្មានថ្ងៃធម្មពលនាគីវរបស់គេកាន់តែខ្លាំងឡើងមើលទៅវិជាទេវៈរូប4របស់អ្នករីកចម្រើនមិនតិចទេហាក់ដូចជាមានភាពជាស្រីជាងមុនទៅទៀតអូយល់ហើយអ្នកស្ដារវិញ្ញាណឡើងវិញហើយតើចាំសិនអ្នកប្រញាប់ធ្វើអីអ្នកដែលប្រញាប់ពិតប្រាកដគឺស៊ូមេយ៉ាវនាងបានដោះអាវសិនសៀងដើម្បីសិក្សាពីគេឲ្យច្បាស់បន្ទាប់មកនាងឲ្យថ្នាំមួយគ្រាប់ទៅគេសិនសៀងមានអារម្មណ៍ថាធម្មពលកំពុងពុះកញ្ជ្រោលក្នុងខ្លួនមិនដឹងខ្លួនសោះថាខ្លួនកំពុងឡើងកម្រិតមើលទៅអ្នកបានដាស់ធាតុរន្ទះនៃធម្មពលនាគខៀវបានពេញលេញហើយបន្ទាប់មកអ្នកអាចសាកល្បងបញ្ចូលហង្សភ្លើងនិងធម្មពលនាគរន្ទះចូលគ្នាដោយមានការណែនាំពីស៊ូមេយ៉ាវកម្លាំងរបស់សិនសៀងរីកចម្រើនយ៉ាងលឿនតែគ្រោះថ្នាក់មួយកំពុងតែមកដល់យ៉ាវធានហ៊ូចាញ់លើកមុនដូច្នេះគេរងចាំអ្នកការពារទាំង3របស់ត្រកូលយ៉ាវមកដល់ពួកគេសាហាវណាស់គ្រាន់តែអ្នកលក់ស្ករគ្រាប់មើលពួកគេនាងក៏វាយប្រហារភ្លាមពួកគេបានវាយប្រហារហាងថ្នាំត្រកូលសិនតែបែរជាមិនយកទ្រព្យសម្បត្តិអ្វីសោះគ្រាន់តែចាប់ខ្លួនអ្នកមើលការខុសត្រូវទៅដើម្បីដាក់អន្ទាក់សិនសៀងប្រមុខត្រកូលសិនគុណប្រុសសិនរងចាំយូរហើយ